នេះគឺជាមុខរបស់ខ្ញុំមុនពេលដែលខ្ញុំប្រើវីតាមីនជំនួយភ្នែកស្លក់និយាយពីថាជ្រើខងហើយនិយាយពីថាខ្មៅហ្មងហើយសរសើរយើងអាយុ30ជាងឡើងបើដឹងតែខ្លួនយើងចាស់ចំណុចណាភ្នែកហ្នឹងឯងគឺជាចំណុចទី1ច្អូមាត់នេះគឺជាចំណុចទី2ដែលមើលទៅគឺធ្វើឲ្យយើងគឺកាន់តែឃើញចាស់ហ្មងហើយនេះគឺជាភ្នែករបស់ខ្ញុំក្រោយពេលដែលខ្ញុំប្រើវីតាមីនភ្នែកហើយមានតែអ្នកឈានទៅដល់វ័យ30បូកទេបានដឹងថាដល់ដំណាក់កាលដឹងប្រឹងប៉ុណ្ណាបើសិនជាបងប្អូនឧទាហរណ៍ខ្ញុំថាអូយម៉ាមីក្មេងម៉ែកូនឡើងប៉ិនខ្លួនក្មេងតាសុំទោសមិនតែសារខ្ញុំទេបងប្អូនហើយព្រោះអីខ្ញុំថែណាហើយកាយ៉ាវខ្ញុំនេះគ្មានបានស្អាតពីធម្មជាតិបានទេតតកែកូនខ្លះហើយមកម្នាក់ឯងអស់ចិត្តរវល់ម៉ែមកបានគ្នាកុំឲ្យភ័យកន្លែងដែលខ្ញុំមកនេះគឺឈ្មោះ Fairly ណាអ្នកទាំងអស់គ្នាកន្លែងគាត់ហ្នឹងគឺមានសេវាកម្មថែសម្រស់ច្រើនប៉ុន្តែសេវាកម្មដែលខ្ញុំមកធ្វើឥឡូវនេះគឺខ្ញុំចង់ចាក់បំពេញវីតាមីនភ្នែកព្រោះឲ្យភ្នែកខ្ញុំស្លក់ខ្លាំងណាស់តែខ្ញុំខ្លាចឈឺតែខ្លាចឈឺហ្នឹងក៏នៅតែតិចជាងឲ្យយើងចង់ស្អាតហើយសម្រាប់ខ្ញុំហ៊ានតែជំនួយតិចតួចអញ្ចឹងទេបើឲ្យរឿងធ្ងន់ធ្ងរអីក៏ខ្ញុំមិនសូវជាហ៊ានដែរខ្លាចណាស់តែឃើញខ្លាចអញ្ចឹងដល់ជាក់ស្ដែងខ្លួនឯងហ៊ានឆ្លោះកញ្ចក់មើលវិញឥឡូវខ្ញុំហើយងាកទៅមើលម៉ាក់ខ្ញុំវិញម្ដងម៉ាក់ខ្ញុំមកគិតមកដល់ឆ្នាំនេះគឺគាត់50ជាងហើយដូចខ្ញុំនិយាយចឹងបងប្អូនខ្សែឡានចង្អូច្រមុះច្អូមាត់ហើយដកក្រោមភ្នែកហ្នឹងណាគឺជាសញ្ញាដែលនាំមកឃើញថាយើងចាស់នឹងហ្មងអញ្ចឹងថ្ងៃនេះដែរម៉ាក់សម្រេចចិត្តធ្វើសេវាកម្មទាញទៅសៃអំបោះដែលក្រោយពីទាញហើយភ្លាមគឺឃើញផលភ្លាមហ្មងបងប្អូនទាំងអស់គ្នាគឺនៅចកាបឿកស្នាមជ្រួញទាំងប្រមាណហ្នឹងគឺបាត់មើលលែងឃើញហ្មងប៉ុន្តែឥឡូវហ្នឹងម៉ាក់គាត់នៅរឿងស្ពឹកអញ្ចឹងទៅគាត់ញៀមមកសើកើតហើយសប្បាយចិត្តណានិយាយពីថាគាត់ថាកូនឯងខែបនសនដើអីមិនជួយទេម៉ាក់ទេជូនតែម៉ាក់ធ្វើខ្លួនទៅបានបនតាណាមអស់ហើយផ្លាយរបស់គាត់មែនណាឡើងឃើញសេបហ្មងបងប្អូនទាំងអស់គ្នាអត់មានអីនេះគឺមុខគាត់មុនប្រហែលនាទីមុនណាហើយនេះគឺជាមុខគាត់ប្រហែលនាទីក្រោយឡើងចេញសេបហ្មងអ្នកទាំងអស់គ្នាចង្អុយបាត់អស់លីងហើយសម្រាប់ខ្ញុំវិញក៏ដូចគ្នាអាភ្នែកស្លក់ទាំងប្រហែលហ្នឹងទៅជាអំពេញហើយឃើញមុខរបស់យើងក្មេងជាងមុនហ្មងនេះគាត់តែច្បាប់ពិសោធន៍ដែលខ្ញុំបានទទួលសេវាកម្មនឹងហើយទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាជាក់ស្ដែងចង់ដឹងព័ត៌មានអីបន្ថែមដើម្បីឲ្យកាន់តែច្បាស់អាចចូលទៅកាន់ Page Felin ហើយសួរនាំខាងគាត់ដោយខ្លួនឯងបាន